ខ្ញុំបាទឧត្តមសេនីយ៍តូឆេងខុននាយករងយុវដ្ឋានភូមិសាស្ត្រក្រសួងការពិជាតិសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈជាទីគោរពសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវបងប្អូនជនរួមជាតិជាទីគោរពកន្លងមកក្រសួងការពិជាតិកម្ពុជាបានសង្កេតឃើញថាមានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃរដ្ឋបាលខេត្តស្រះកែវក៏ដូចជាបណ្ដាញព័ត៌មានថៃបានបង្ហាញនិងផ្សព្វផ្សាយដល់សាធារណជនជាតិនិងអន្តរជាតិអំពីផែនទីរូបភាពផ្កាយរណបនិងប្លង់ទីតាំងបង្គោលព្រំដែននៅតំបន់ភូមិព្រៃច័ន្ទដោយប្រើប្រាស់ឯកសារនិងព័ត៌មានទ្វេភាគីមួយចំនួនមកបកស្រាយប្រឆាចពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិនិងអន្តរជាតិដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថាបានទន្ទ្រានចូលទឹកដីថៃជាក់ស្ដែងកាលពីថ្ងៃទី19ខែកញ្ញាឆ្នាំ2025គណនី Facebook Page ឈ្មោះ Royal Thai Army Update បានបង្ហោះផ្សាយព័ត៌មានពាក់ព័ន្ធករណីនេះដដែលក្នុងគោលបំណងធ្វើឲ្យមានការភ័ន្តច្រឡំថាប្រធានក្រមវាស់វែងចម្រុះកម្ពុជាថៃបានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការនៅតំបន់ភូមិព្រៃច័ន្ទស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ42និងលេខ43ដែលករណីនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មានកាលពីថ្ងៃទី20ខែកញ្ញាឆ្នាំ2025រួចហើយពាក់ព័ន្ធនឹងករណីខាងលើនេះក្រសួងការពិជាតិសូមបំភ្លឺនិងបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិឲ្យបានជ្រាបថាការពិតបើយើងពិនិត្យទៅលើផែនទីដែលកន្លងមកទាំងអ្នកនាំពាក្យយោធាថៃក៏ដូចជាសារព័ត៌មានថៃយកមកបង្ហាញនិងផ្សព្វផ្សាយគឺជាផែនទីដែលគូសខ្សែព្រំដែនជាឯកតោភាគីដែលបង្កើតជាព័ត៌មានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនាំឲ្យមានការយល់ច្រឡំទី1ខ្សែដែលមានពណ៌ក្រហមនិងខ្សែពណ៌ខៀវនៅលើផែនទីរូបភាពផ្កាយរណបរបស់ថៃនេះគឺមិនមែនជាខ្សែព្រំដែនផ្លូវការដែលបានឯកភាពគ្នានោះទេប៉ុន្តែវាគឺជាខ្សែតភ្ជាប់ដែលភាគីថៃយកមកគូសក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះហើយប្រើប្រាស់ផែនទីនេះដើម្បីពន្យល់ដល់សាធារណជនឲ្យមានការយល់ច្រឡំនិងទាមទារឲ្យកម្ពុជាទទួលស្គាល់ថាជាខ្សែព្រំដែនដែលបានឯកភាពគ្នាទ្វេភាគីខ្ញុំសូមបញ្ជាក់ជូនថាចំពោះប្លង់បង្ហាញទីតាំងភូមិសាស្ត្រនិងបង្គោលព្រំដែនដែលអ្នកនាំពាក្យរងយោធាថៃក៏ដូចជារដ្ឋបាលខេត្តស្រះកែវនិងបណ្ដាញព័ត៌មានថៃយកមកបង្ហាញនិងផ្សព្វផ្សាយនេះមានចុះហត្ថលេខាដោយលោកឡាយសៀងលីអតីតប្រធានក្រមវាស់វែងខាងកម្ពុជានិងវរសេនីយ៍ឯកឆាខនប៊ុនផាឌីអតីតប្រធានក្រមវាស់វែងខាងភាគីថៃគឺជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែនប៉ុណ្ណោះប្លង់នេះត្រូវបានធ្វើនិងចុះហត្ថលេខារួមដោយប្រធានក្រមវាស់វែងចម្រុះកម្ពុជាថៃក្រោយពេលដែលភាគីទាំងពីរបានចុះពិនិត្យនិងផ្ទៀងផ្ទាត់លើទីតាំងពិតប្រាកដបង្គោលព្រំដែនដែលបានបោះកាលពីសម័យបារាំងហើយមិនមែនជាផែនទីឬជាឯកសារដែលនិយាយឬបញ្ជាក់ពីខ្សែព្រំដែនឡើយដូច្នេះការលើកឡើងថាការចុះហត្ថលេខារបស់លោកឡាយសៀងលីលើប្លង់ទីតាំងបង្គោលទាំងនេះគឺជាការទទួលស្គាល់ខ្សែព្រំដែនពុំមែនជាការពិតនោះទេទី2បើផ្អែកទៅលើខ្សែមិនផ្លូវការដែលគូសនៅលើផែនទីរូបភាពផ្កាយរណបជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ42និងលេខ43នេះក៏ដោយក៏យើងអាចសង្កេតឃើញថាការអង្កេតនៅលើដីជាក់ស្ដែងបានបង្ហាញនិងបញ្ជាក់ច្បាស់ថា
ក៏មានការកាន់កាប់និងអាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរទី3ខ្ញុំសូមបញ្ជាក់ជូនបន្ថែមថាកន្លងមកយោធាថៃក៏ដូចជាអាជ្ញាធរខេត្តថៃបានប្រើប្រាស់ផែនទីដែលបង្កើតខ្សែព្រំដែនជាឯកតោភាគីយកមកទាមទារដោយបង្ហាញតែទីតាំងដែលខ្លួនបានចោទប្រជាពលរដ្ឋកម្ពុជាថាបានចូលទន្ទ្រានកាន់កាប់ចូលក្នុងទឹកដីថៃប៉ុន្តែមិនបានបង្ហាញពីទីតាំងដែលប្រជាពលរដ្ឋថៃក៏ដូចជាយោធាថៃបានទន្ទ្រានចូលកាន់កាប់ក្នុងទឹកដីកម្ពុជានោះទេសាធារណជនអាចលើកជាសំណួរសួរថាហេតុអ្វីបានជាដឹងរឿងនេះហើយប៉ុន្តែមិនចេញបកស្រាយបំភ្លឺជូនសាធារណជនឲ្យបានជ្រាបនាពេលកន្លងមកតាមពិតគឺទី1ផ្អែកតាមយន្តការនិងគោលការណ៍របស់ JBC ភាគីទាំងពីរឯកភាពគ្នារក្សាការសម្ងាត់លើរាល់កិច្ចការចរចាពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរផ្អែកលើគោលការណ៍នេះកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅការរក្សាការសម្ងាត់នៃកិច្ចការចរចាលើបញ្ហាព្រំដែនដោយសារការងារនេះស្ថិតក្នុងដំណាក់កាលនៃការចរចាជាក់ស្ដែងផែនទីនិងទិន្នន័យដែលបង្ហាញនាពេលនេះក៏ដូចជាផែនទីដែលភាគីថៃបានបង្ហាញនិងបង្ហោះផ្សាយនាពេលកន្លងមកមិនមែនជាផែនទីផ្លូវការដែលមានការឯកភាពពីភាគីទាំងពីរនោះទេគឺគ្រាន់តែជាផែនទីរូបភាពផ្កាយរណបយកមកបញ្ចូលនៅប្លង់និងទិន្នន័យខ្លះដែលជាជំនួយលើការងារបច្ចេកទេសមួយចំនួនប៉ុណ្ណោះទី2កម្ពុជាតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិក្នុងគោលបំណងធានានៅដំណោះស្រាយលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដែលផ្ដល់ជូនដល់ប្រជាជាតិកម្ពុជានិងថៃនៅសុខសន្តិភាពជាអ្នកជិតខាងល្អនិងការអភិវឌ្ឍប្រកបដោយចីរភាពប៉ុន្តែគួរឲ្យសោកស្ដាយភាគីថៃតែងតែយកកិច្ចការព្រំដែនដែលចរចាដោះស្រាយមិនទាន់ចប់នេះមកបង្ហាញពន្យល់និងបកស្រាយដោយបំភ្លៃការពិតម្ដងហើយម្ដងទៀតធ្វើឲ្យសាធារណជនមានការយល់ច្រឡំហេតុនេះយើងចាំបាច់ត្រូវចេញមកបង្ហាញនិងបញ្ជាក់ការពិតនាពេលនេះឈរលើមូលដ្ឋានដូចបានគូសរំលេចខាងលើខ្ញុំសូមគូសបញ្ជាក់ថាជារួមកម្ពុជានិងថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់យន្តការស្ថាប័ននិងវិធានបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជាពិសេសផែនទីមាត្រដ្ឋាន1លើ 200,000 យោងតាមអនុសញ្ញាឆ្នាំ 1904 និងសន្ធិសញ្ញាឆ្នាំ 1907 ព្រមទាំងមានការបោះបង្គោលព្រំដែនជាមួយគ្នាចំនួន74បង្គោលហើយភាគីទាំងពីរកម្ពុជាថៃបានទទួលស្គាល់និងបញ្ជាក់ឡើងវិញនៅក្នុង MOU ឆ្នាំ 2000 ក្នុងការដោះស្រាយបញ្ហាព្រំដែននេះកម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួនដោយគោរពតាមផែនទីមាត្រដ្ឋាន1លើ 200,000 និងមិនចង់បានទឹកដីថៃឡើយហើយស្នើឲ្យភាគីថៃគោរពនៅអធិបតេយ្យភាពរបស់កម្ពុជាវិញដូចគ្នាក៏ប៉ុន្តែកិច្ចការងារនេះតម្រូវឲ្យមានការគិតគូរនិងចរចាជាមួយគ្នាឲ្យបានច្បាស់លាស់ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសត្រឹមត្រូវតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាជាង20ឆ្នាំមកហើយគឺតាមរយៈយន្តការ JBC និងផ្អែកលើគោលការណ៍ MOU ឆ្នាំ 2000 ព្រមទាំងបែបបទបច្ចេកទេសអនុវត្ត TOR
FOR ឆ្នាំ2003បន្ថែមលើនេះតាមរយៈកិច្ចប្រជុំ JBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025កន្លងទៅភាគីទាំងពីរក៏បានឯកភាពគ្នាកំណត់យន្តការនិងគោលការណ៍ដោះស្រាយព្រំដែនពាក់ព័ន្ធនឹងតំបន់ភូមិព្រៃច័ន្ទក៏ដូចជាបញ្ហាតំបន់ភូមិជោគជ័យដោយមានចែងក្នុងចំណុច8នៃកំណត់ហេតុកិច្ចប្រជុំ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាដូច្នេះសរុបសេចក្តីមកក្រសួងការពារជាតិកម្ពុជាសំណូមពរយោធាថៃអាជ្ញាធរខេត្តថៃព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់ថៃបញ្ឈប់ការប្រើប្រាស់ផែនទីមិនផ្លូវការឬរូបភាពផ្កាយរណបដែលគូសខ្សែព្រំដែនជាឯកតោភាគីដែលនាំឲ្យមានការភ័ន្តច្រឡំបង្កើតជាព័ត៌មានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងស្នើភាគីថៃគោរពរាល់កិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីថៃបានឯកភាពជាមួយកម្ពុជាជាពិសេសស្មារតីកិច្ចប្រជុំពិសេស GBC នាថ្ងៃទី10ខែកញ្ញាឆ្នាំ2025ចំណុច8.1.1ដែលប្រគល់សមត្ថកិច្ចឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរដើម្បីស្វែងរកដំណោះស្រាយលើកិច្ចការព្រំដែននិងជៀសវាងនៅសកម្មភាពដែលធ្វើឲ្យបាត់បង់នៅជំនឿទុកចិត្តបង្កើតឲ្យមានការយល់ច្រឡំបង្កឲ្យមានភាពតានតឹងនិងពង្រីកវិសាលភាពចំនួននៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរសូមអរគុណ